បាទបងប្អូនទាំងអស់គ្នាអញ្ចឹងមុននឹងបងប្អូនឈានទៅដល់ការ book page បងប្អូនត្រូវមាន account Facebook ហើយនិង page អញ្ចឹងបងប្អូនត្រូវបង្កើត page មាន account Facebook មួយហើយបង្កើត page នៅក្នុង account ហ្នឹងហើយបងប្អូនចូលទៅរកពាក្យថា Ad Manager នេះបងប្អូនចុចលើពាក្យថា Ad Manager ហ្នឹងទៅអញ្ចឹងហើយវាមកចូលនៅកន្លែងសម្រាប់យើង boost បងប្អូនហ្នឹងសម្រាប់អ្នករៀន boost ដំបូងទៅបងប្អូនបន្ទាប់មកយើងចុចពាក្យថា create ហើយយកពាក្យថា engagement បន្ទាប់មកបងប្អូនចុច create ហើយចុចតាមវីដេអូខ្ញុំបង្ហាញមួយហ្នឹងមកបងប្អូនអញ្ចឹងបន្ទាប់មកនៅពេលដែលចូលមកដល់ក្នុងនេះអាកន្លែងនេះ campaign បាត់ចិត្តទៅបងប្អូនអា campaign បាត់ចិត្តហ្នឹងគឺកន្លែងយើងកំណត់ចំនួនទឹកប្រាក់ដែលយើងត្រូវប៊ូសហើយអាកន្លែងហ្នឹងផងដែរវាមាន2ចំណុចបងប្អូនទី1គឺយើងប៊ូសប្រចាំថ្ងៃទី2គឺយើងប៊ូសជាគេហៅថារហូត lifetime ហ្នឹងគឺយើងដាក់តែចំនួនលុយហើយវាទៅរហូតហ្មងតែសម្រាប់ខ្ញុំប៊ូស daily budget ហ្នឹងគឺខ្ញុំកំណត់ក្នុងមួយថ្ងៃហ្នឹងតែ$25ទេបងប្អូនអញ្ចឹងយើងកំណត់អាហ្នឹងហើយយើងចូលទៅ step 2 ហ្នឹងគេហៅថា add set បងប្អូនអញ្ចឹងកន្លែង add set នេះផងដែរគឺតម្រូវឲ្យយើងរៀបចំ page អញ្ចឹងបងប្អូនអាច select យក page ដែលបងប្អូន boost ហ្នឹងមកនេះcomplete ទេបងប្អូនកន្លែងហ្នឹងបងប្អូនខ្លះរៀន boost ដំបូងគាត់អាចថាភ្លេចឬមួយក៏គាត់អាចថា boost ច្រឡំ page អីចឹងណាបងប្អូនអញ្ចឹងអាហ្នឹងគឺត្រូវផ្ទៀងផ្ទាត់ឲ្យច្បាស់បន្តិចគឺបងប្អូនត្រូវ select យក page ណាដែលបងប្អូនចង់ boost បន្ទាប់មកអាកន្លែងនេះគឺបងប្អូនវាយទីតាំងឬក៏ location អញ្ចឹងបងប្អូនវាយ Cambodia អញ្ចឹងមកហើយអាប្រទេសទី2នេះយើងខ្វែងវាចោលទៅអញ្ចឹងយើងយកប្រទេសកម្ពុជា Cambodia ហ្នឹងគឺយក full country មកបងប្អូនអញ្ចឹងយើងដាក់ទាំងមូលហ្មងគឺអាកន្លែងនេះកន្លែងចំនួនអ្នកឃើញអាហ្នឹងបន្ទាប់មកបងប្អូនចុចពាក្យ original និយាយទៅធ្វើតាមវីដេអូខ្ញុំបង្ហាញមួយមកបងប្អូនព្រោះវីដេអូនេះអត់លឿនទេអញ្ចឹងខ្ញុំបង្ហាញមួយច្បាស់បងប្អូនបន្ទាប់មកដល់កន្លែងកំណត់អាយុអញ្ចឹងកន្លែងកំណត់អាយុនេះបើសិនជាបងប្អូនចង់បានឬមួយក៏បងប្អូនពេញចិត្តចាប់ពីអាយុប្រហែលទៅអញ្ចឹងបងប្អូនកំណត់មកហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំប៊ូសរាល់ថ្ងៃខ្ញុំលក់ខាងជីកសិកម្មអញ្ចឹងខ្ញុំអត់កំណត់អីទាំងអស់បងប្អូនគឺខ្ញុំយកអាយុហ្នឹងចាប់ពី18ដល់65ហើយអាកន្លែង gender ហ្នឹងគឺខ្ញុំយក all ហ្មងយកទាំងស្រីទាំងប្រុសហើយមកចំណុចនេះគឺ target audience បងប្អូនអាចំណុចនេះគឺសំខាន់បំផុតហ្មងបងប្អូនអា target audience ហ្នឹងគឺកន្លែងដែលបងប្អូនកំណត់ដើម្បីទៅរកអតិថិជនគោលដៅរបស់បងប្អូនឧទាហរណ៍ថាបងប្អូនលក់ឡេឬមួយក៏លក់ខាងសម្អាងការអញ្ចឹងបងប្អូនយកពាក្យថា cosmetic ឬមួយក៏ skin care អីចឹងជាដើមទៅបងប្អូនតាក់ទងនឹងការស្អាតស្អាងរាងកាយការអីចឹងណាបងប្អូនអាកន្លែងហ្នឹងហើយបើសិនជាបងប្អូន boost តាក់ទងនឹងលក់ខោអាវបងប្អូនយក cloth យកអីចឹងមកបើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំ boost លក់ខាងជីកសិកម្មអញ្ចឹងខ្ញុំមានតែយកខាង agriculture ខាង farmer ខាងអីចឹងហើយ select តែ2-3 audience បានហើយ select តែ2ឬមួយក៏3បានហើយបងប្អូនអាកន្លែងហ្នឹងអញ្ចឹងសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់គឺខ្ញុំ select យកតែត្រឹម5អីទេច្រើនអស់ហើយគឺ5បន្ទាប់មកយើងមិនបាច់យកអីទៀតទេអាកន្លែងនេះគឺទុកអញ្ចឹងតែហ្មងអត់មានត្រូវយកអីទៀតទេយើងត្រូវចូលទៅដល់ step 3អញ្ចឹងអា step 3ហ្នឹងគឺគេតម្រូវឲ្យយើងរៀបចំទី1តាក់ទងនឹង caption គឺចំណងជើងទី2មាន poster គឺរូបភាពដែលយើងត្រូវ boost ទី3គឺវីដេអូដែលយើងចង់ boost បងប្អូនហើយកន្លែងនេះផងដែរគឺមាន2ចំណុចសំខាន់ទី1នេះគឺបងប្អូនចង់ boost គេហៅថាផ្លូវក្នុងក៏បាន boost ផ្លូវក្រៅក៏បានបងប្អូនអានេះផ្លូវក្រៅបើ boost ផ្លូវក្រៅគឺយើង boost យកពាក្យថានេះយកអាកដាហ្នឹងទៅបងប្អូនចុចអាកដាតាមវីដេអូខ្ញុំបង្ហាញហ្នឹងទៅបងប្អូនអញ្ចឹងបងប្អូនចូលទៅ select យកcontent ពីក្នុង page របស់យើងដែលយើង
ផុសនៅក្នុង page យើងណាបងប្អូនអញ្ចឹងយើងផុសនៅក្នុង page យើងអញ្ចឹងមានចំនួនអ្នកមើលមានចំនួន reach ចំនួន like ចំនួនreact ចំនួន share អញ្ចឹងណានេះមានចំនួន view អ្នកមើលច្រើនអញ្ចឹងបងប្អូនយកអាទំព័រមួយណាដែលបងប្អូនគិតថាមានអ្នកមើលច្រើនអ្នកឃើញច្រើនអញ្ចឹងបងប្អូនចុចលើហ្នឹងមកហើយយកពាក្យថា select បាទអញ្ចឹងបន្ទាប់ពីយើងយកពាក្យថា select ហើយគឺអស់ហើយអត់មានធ្វើអីទៀតទេកន្លែងហ្នឹងបងប្អូនអញ្ចឹងគឺជាចុងក្រោយគឺយើងត្រូវ publish នេះបងប្អូនឃើញអត់បងប្អូនឃើញពាក្យថា publish នេះអត់អញ្ចឹងបន្ទាប់មកបងប្អូនចុចពាក្យ publish នេះគឺចប់រួចរាល់ហើយបងប្អូនអញ្ចឹងសូមអរគុណបងប្អូនជួបជាចុងក្រោយសូមទឹកចិត្តបងប្អូនជួយចុច subscriber ឲ្យខ្ញុំម្នាក់មួយផងបងប្អូនពីព្រោះ channel YouTube របស់ខ្ញុំថ្មីសូមអរគុណច្រើនបងប្អូន